25 ឆ្នាំឬ9 113 ថ្ងៃគឺស្មើនឹង1/3នៃជីវិតមនុស្សបន្ទាប់ពីសហវត្តទីក្រុង Coventry បានដួលរលំហើយឥឡូវនេះពួកគេបានវិលត្រឡប់មកវិញជាមួយនឹងជើងឯកថ្ងៃនេះខ្ញុំចង់បង្ហាញជូននៅខួបលើកទី25នៃការប្រកួតជើងឯក Coventry បានផ្លាស់ទៅ Premier League ម្ដងទៀតមុននឹងស្ដាប់វីដេអូឃ្លីបនេះដូចសពមួយដងខ្ញុំចង់ចែករំលែកអំពីការជៀសក្លឹបបាល់ទាត់ឥឡូវនេះ Lampard បានមកបិទគម្លាតហើយយើងបានវឹកហាត់រហូតដល់គាត់រឹងមាំរហូតដល់ជើងឯក Apple នៅតែដំណើរការទៅមុខប្រើថ្នាំបន្សាបដើម្បីវាយបកវិញត្រឡប់មករកអ្នកគាំទ្រនៅប្រទេសថៃវិញដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមកពួកគេធ្លាប់នៅទីនេះអស់រយៈពេល34ឆ្នាំមុនពេលពួកគេបាត់ខ្លួនជនជាតិសាម៉ូសាបានឆ្លងកាត់គ្រប់បែបយ៉ាងទីក្រុង Coventry បានកសាងនិងបង្កើតឯករាជ្យភាពតាំងពីសតវត្សទី60ក្រោមការដឹកនាំរបស់ Jean Mayhill ឈុតពណ៌ខៀវខ្ចីចាប់ផ្ដើមត្រូវបានគេស្គាល់នៅក្នុងរចនាប័ទ្មនៃការដើរនៅពីមុខគាត់ Coventry កាលពីមុនគឺជាក្រុមដំបូងគេដែលថតផ្ទាល់តាមរយៈវិទ្យុនៅសតវត្សទី70 Coventry បានសម្របខ្លួនទៅនឹងរចនាប័ទ្មបុរាណរបស់អង់គ្លេសលេងយ៉ាងខ្លាំងក្លាផ្ដោតលើថាមពលនិងបញ្ជូនបាល់ឲ្យចំរូបភាពគឺថាគាត់ជាអ្នកប្រយុទ្ធដែលមិនចុះចាញ់ដោយងាយឡើយស្នាដៃមុនទសវត្សទី90គឺក្រុម Spurs បានឈ្នះពាន FA Cup ក្នុងឆ្នាំ1987នោះគឺជាពានរង្វាន់ធំតែមួយគត់ក្នុងប្រវត្តិសាស្ត្ររបស់ Sam Moses នៅពេលដែលបាល់ទាត់បានផ្លាស់ប្ដូរទៅជា Premier League នេះគឺជាក្រុមមួយផ្សេងទៀតរបស់អ្នកគាំទ្រថៃ Coventry បានសម្របរចនាប័ទ្មនេះឲ្យក្លាយជាកន្លែងកម្សាន្តសម្រាប់បាល់ទាត់តាមរយៈគ្រូបង្វឹកដូចជា Lon Atkinson និង Gordon Strachan នៅសម័យកាលនេះពណ៌សម្បុរបាល់ទាត់ Coventry ត្រូវបានផ្សព្វផ្សាយពាសពេញទីលានដើរលឿនណាស់មើលទៅសប្បាយណាស់មានវិធីគួរឲ្យរំភើបដើម្បីចូលទោះបីជាក្រុមនេះតូចជាងក្រុម Dens ក៏ដោយប៉ុន្តែពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្លាស់ប្ដូរកីឡាករដែលគួរឲ្យចងចាំហើយមានឈ្មោះមួយនៅក្នុងចិត្តរបស់អ្នកគាំទ្រវានឹងក្លាយជាក្រុម Luton មនុស្សម្នាក់នេះធំរឹងមាំនិងពូកែលេងលើអាកាសមានកីឡាករម្នាក់ឈ្មោះ Darren Huckabee ដែលជាកីឡាករដែលកំពុងរះមាន Mustafa Hadji តារារះគឺ Robbie Keane គាត់បានបង្កើតឈ្មោះរបស់គាត់នៅទីនេះជាតារារះគាត់ជាកីឡាករជើងចាស់ម្នាក់សូមបញ្ចេញមុតសម្រាប់សិស្សានុសិស្សអានជាសៀវភៅសិក្សាអស់រយៈពេល25ឆ្នាំមកហើយ Coventry មិនបានកាត់បន្ថយភាពល្បីល្បាញនៅលើ Premier League ទេពួកគេធ្លាប់ធ្លាក់ទៅលីកទី4នៃប្រទេសពួកគេធ្លាប់លេងក្នុងផ្ទះគ្មានទីលានទេមានរយៈពេល10ឆ្នាំដែលជាប់គាំងនៅក្នុងក្របខ័ណ្ឌ Premier League ពួកគេបានលេងជាបន្តបន្ទាប់មិនមានការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញទេពួកគេមានរយៈពេលមួយលេខនៅក្នុងកន្នីពណ៌ក្រហមគឺ8ដោយសារតែការគ្រប់គ្រងមិនមានស្ថិរភាពពួកគេបានធ្លាក់ទៅលីកទី2ឬទី3នៃបាល់ទាត់អង់គ្លេស10ឆ្នាំបានកន្លងផុតទៅ Coventry គឺជាកន្លែងដ៏លំបាកមួយពួកគេបានធ្លាក់ទៅលីកទី4គ្មានផ្ទះទេនៅពេលនេះអ្នកគាំទ្រក្រុម Ski Bleu កំពុងមានទុក្ខព្រួយអ្នកគាំទ្រមានបញ្ហាជាមួយនឹងការជួលទីលានធំពួកគេត្រូវទៅទីក្រុងមួយផ្សេងទៀតដើម្បីលេងពួកគេបានជួលទីលានពួកគេបានលេងនៅ Northampton ពួកគេបានទៅទីក្រុង Birmingham វាចម្លែកបន្តិចអ្នកគាំទ្រត្រូវធ្វើដំណើរដើម្បីមើលការប្រកួតរបស់ក្រុមពួកគេវិបត្តិនេះពិតជាអាក្រក់ណាស់ពួកគេបានធ្លាក់ទៅលីកទី4ឬទី2នៃបាល់ទាត់អង់គ្លេសវាគឺជាប្រវត្តិសាស្ត្ររបស់ក្រុមក្នុងរយៈពេល60ឆ្នាំវាដូចជាពួកគេបានស្លាប់ទៅហើយប៉ុន្តែពួកគេមិនស្លាប់ទេ Coventry ទទួលបានកេរ្តិ៍ឈ្មោះរបស់ពួកគេឡើងវិញ Critics ដំបូងបានទៅលើ Mark Robin Coventry បានឈ្នះពានរង្វាន់ Champions League មុនពេលពួកគេត្រឡប់ទៅ Championship វិញការប្រកួត Championship គឺជាលីកមួយក្នុងចំណោមលីកល្អបំផុតនៅលើពិភពលោកពួកគេបានលេងចំនួន45ប្រកួតវាដូចជាការរត់ម៉ារ៉ាតុងអញ្ចឹងវាជាការប្រកួតវ៉ាក់ Play-off ដ៏លំបាកមួយវាជាការប្រកួតវ៉ាក់ Play-off ដ៏លំបាកមួយប្រសិនបាននរណាម្នាក់អាចឆ្លងកាត់តម្រងនេះបានវានឹងក្លាយជាមេដាយមាសប្រសិនបាននរណាម្នាក់អាចឆ្លងកាត់តម្រងនេះបានវានឹងក្លាយជាមេដាយមាសពួកគេបានលេងក្នុងការប្រកួតជើងឯកសម្រាប់ថ្ងៃនេះមានតែប៉ុណ្្នឹងទេជួបគ្នាពេលក្រោយ